ខ្ញុំសូមនិយាយបានលម្អិតនៅចំណុចដែលផ្នែកបរិស្ថានឬក៏ការចំបាច់ធ្វើឲ្យប៉ះពាល់ដល់ឬក៏ធ្វើឲ្យកូនកើតមានជំងឺថប់បារម្ភដោយឪពុកម្ដាយដែរអញ្ចឹងយើងដឹងថាទោះបីជាកូនអត់បានទទួលមរតកសែនពីឪពុកម្ដាយទាល់តែសោះក៏ដោយក៏កត្តាបរិស្ថានឬក៏ការចំបាច់របស់ឪពុកម្ដាយធ្វើឲ្យកើតមានឬក៏រំញោចឲ្យជំងឺថប់បារម្ភរបស់គាត់កើតមានដោយឪពុកម្ដាយរបស់គាត់ដែរទីមួយគឺជាការរៀនសូត្រតាមរយៈការសង្កេតនិងការធ្វើតាមរបស់ក្មេងអញ្ចឹងក្មេងគាត់ប្រៀបដូចជាសលៃអញ្ចឹងនៅពេលដែលពួកគាត់ស្រូបយកនៅអ្វីជុំវិញដែលមនុស្សធំធ្វើជាពិសេសឪពុកម្ដាយពួកគាត់នឹងរៀនពីការឆ្លើយតបទៅនឹងពិភពលោកខាងក្រៅតាមរយៈការមើលសកម្មភាពរបស់ឪពុកម្ដាយឧទាហរណ៍ដូចជាបើសិនជាឪពុកម្ដាយគាត់បង្ហាញនូវភាពភ័យខ្លាចចំពោះមេរោគដោយស្រែកស្លន់ស្លោនៅពេលដែលកូនប៉ះរបស់អ្វីមួយឬក៏លាងដៃមិនឈប់ដោយការបារម្ភកូននឹងដៅចំណុចនៅក្នុងក្បាលរបស់គាត់ភ្លាមថាពិភពលោកខាងក្រៅពុកពេញដោយគ្រោះថ្នាក់ហើយគួរឲ្យខ្លាចហើយមួយទៀតនៅពេលដែលក្មេងគាត់ឃើញឪពុកម្ដាយរបស់គាត់នឹងដោះស្រាយបញ្ហាដោយភាពភ័យព្រួយឬក៏ជៀសវាងមិនប្រឈមមុខជាមួយនឹងបញ្ហាឬក៏យំយ៉ែកក្មេងនឹងយកទម្លាប់នោះមកប្រើប្រាស់ដូចគ្នានៅពេលដែលជួបបញ្ហាផ្ទាល់ខ្លួនចិនទី2តកតងជាមួយនឹងរបៀបចិញ្ចឹមកូនតាមបែបការពារជ្រុលហួសហេតុអញ្ចឹងឪពុកម្ដាយដែលមានជំងឺថប់បារម្ភគាត់តែងតែមានភាពភ័យខ្លាចខ្លាំងចំពោះសុខភាពនិងអនាគតរបស់កូនហើយអាការបារម្ភហ្នឹងជំរុញឲ្យពួកគាត់នឹងគ្រប់គ្រងនឹងការពីកូនគាត់ខ្លាំងពេកឪពុកម្ដាយដែលកើតមានជំងឺថប់បារម្ភមិនហ៊ានឲ្យកូនសាកល្បងធ្វើឲ្យថ្មីទេហើយក៏មិនហ៊ានឲ្យកូនទៅដើរលេងឬក៏ធ្វើការសម្រេចចិត្តដោយខ្លួនឯងដែរពីព្រោះខ្លាចកូនសម្រេចចិត្តទៅខុសឬក៏ខ្លាចកូនរងគ្រោះឬក៏ខ្លាចកូនបរាជ័យការដែលធ្វើបែបហ្នឹងធ្វើឲ្យកូនបាត់បង់ភាពជឿជាក់លើខ្លួនឯងហើយក្មេងនឹងធំដឹងក្តីក្នុងកម្រិតមួយថាគាត់អាចធ្វើអីបានដោយគ្មានម៉ាក់ប៉ារបស់គាត់ទេឬក៏គាត់អត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានៅក្នុងជីវិតរបស់គាត់ទេដែលនេះជាឫសគល់នៃជំងឺថប់បារម្ភនិងអសន្តិសុខចិត្តនៅពេលដែលគាត់នឹងពេញវ័យចំណុចទី3តកតងជាមួយនឹងការចម្លងអារម្មណ៍តានតឹងនៅក្នុងផ្ទះរបស់ក្មេងអញ្ចឹងអារម្មណ៍របស់មនុស្សអាចឆ្លងគ្នាបានជាពិសេសនៅក្នុងរង្វង់គ្រួសារដែលរស់នៅក្រោមដំបូលផ្ទះតែមួយអញ្ចឹងបើសិនជាឪពុកម្ដាយគាត់មានភាពតានតឹងគាត់ស្ទះរ៉ាំរ៉ៃនិងងាយខឹងមួម៉ៅដោយសារតែមានសម្ពាធនៃជំងឺថប់បារម្ភបរិយាកាសនៅក្នុងផ្ទះខ្លាយជាអាប់អួរហើយក្មេងមានភាពវៃឆ្លាតក្នុងការចាប់យកនៅការប្រែប្រួលទឹកមុខឬក៏សលេងរបស់ឪពុកម្ដាយនៅពេលដែលបរិយាកាសក្នុងផ្ទះអត់មានភាពកក់ក្ដៅឬក៏មិនអាចជិះទុកបានអញ្ចឹងកូនចាប់ផ្ដើមមានសភាពដូចប្រយ័ត្នឈលដែលជាសញ្ញាចាប់ផ្ដើមនៃជំងឺថប់បារម្ភចំណុចទី1តកតងជាមួយនឹងការរំពឹងទុកខ្ពស់និងការដាក់សម្ពាធទៅលើក្មេងជារឿយឪពុកម្ដាយដែលមានជំងឺថប់បារម្ភគាត់តែងតែបារម្ភខ្លាចកូនអត់ជោគជ័យឬក៏ធ្វើអីអត់បានអាកំណត់បែបហ្នឹងធ្វើឲ្យពួកគាត់ដាក់សម្ពាធលើកូនគាត់ដោយអចេតនាអត់ដឹងខ្លួនអញ្ចឹងពួកគាត់ចង់ឲ្យកូនគាត់ល្អឥតខ្ចោះទទួលបានពិន្ទុខ្ពស់ឬក៏ធ្វើខ្លួនឯងឲ្យបានត្រឹមត្រូវគ្រប់ពេលហ្មងនៅពេលដែលកូនធ្វើឲ្យបានល្អកូននឹងទទួលបានការរិះគន់ឬក៏បង្ហាញពីការខកចិត្តរបស់ឪពុកម្ដាយហើយកូននឹងកើតមានការភ័យខ្លាចក្នុងការបរាជ័យយ៉ាងខ្លាំងពួកគាត់នឹងចាប់ផ្ដើមគិតខ្វល់ខ្វាយមិនឈប់ថាតើគាត់ធ្វើនឹងបានល្អគ្រប់គ្រាន់នៅម៉ាក់ប៉ាគាត់ពេញចិត្តជាមួយនឹងគាត់នៅដែលនឹងហើយគឺជាទម្រង់មួយនៃជំងឺថប់បារម្ភសប្ស្ដីមកកតាសែនគាត់នៅជាផ្លូវទេប៉ុន្តែបរិយាកាសជុំវិញខ្លួននិងការចំបីបាច់របស់ឪពុកម្ដាយជាអ្នកបរៀនថាគាត់នឹងមានអាការៈថប់បារម្ភឬក៏មានភាពរឹងមាំនៅក្នុងផ្លូវចិត្តរបស់គាត់